ក្បាលខូចនេះយកជើងទាត់ពងនោះមកជើងប៉ាំងអានោះបកាយអានៀលពេញដៃតែម្ដងពេលនោះរីកូបានសោយខ្លាំងមែនតើលេងណាមិនលេងជាមួយនឹងតួឯងរបស់យើងហើយគាត់ក្បាលលើកដៃពីរមកពីងអាហ្វូអាចសង្ហាទេអាហ្វូម៉ាអីយេហើយយើងងាកមកមើលសាលារៀនសាតូស៊ីវិញណាពេលនេះកំពុងតែកើតសង្គ្រាមតែម្ដងពួកអសិស្សសាលាអាខេវហ្នឹងបានចូលមកវាយកូនចៅរបស់សាតូស៊ីហ្នឹងពេញហ្នឹងអស់ហើយនិយាយរួមទៅអាមេបងធំវាគឺមកកាន់កាប់សាលាហ្នឹងតែម្ដងវាវាយអល់តែម្ដងឲ្យតែអាណាឌឺអាណាអត់ស្ដាប់ប្រកបរបស់វាហ្នឹងគឺត្រូវហ្មងហើយចំណែកអាសក់វែងឈ្មោះអាគីហ្នឹងវិញណាអាហ្នឹងស្ដាច់មនុស្សហើយអាហ្នឹងរហស្សនាមរបស់វាថាឆ្កែឈួតអាហ្នឹងគេហៅថាឆ្កែឈួតចឹងណាអត់បានអាហ្នឹងតែបានខំគេវិញណាខំដល់ងាប់អាហ្នឹងមកចាប់ស្ងោទឹកដូងតាអាគីហ្នឹងក៏បាននិយាយទៅកាន់ពួកហ្នឹងថានៅក្នុងសាលានេះតើមានអាណាគេខ្លាំងទៀតទេយើងចង់ជួបខ្លាំងណាស់កូនចៅសាកូរ៉ាហ្នឹងក៏បាននិយាយថានៅក្នុងសាលានេះគឺសុទ្ធតែអ្នកខ្លាំងទាំងអស់ឯងចាំមើលទៅនៅពេលដែលបងធំយើងសាកូរ៉ាហើយនឹងសាតូស៊ីមកពួកឯងត្រៀមខ្លួនតែងាប់ហើយទៅអាគីហ្នឹងក៏បាននិយាយថាអាពីរអ្នកហ្នឹងសាកូរ៉ាជាមួយនឹងសាតូស៊ីហ្នឹងមែនយើងមិនដែលទុកវានៅក្នុងកែវភ្នែករបស់យើងទេព្រោះថាវាគឺជាសម្រាប់មួយតែប៉ុណ្ណោះបន្ទាប់មកអាគីហ្នឹងក៏បានបង្ខំឲ្យពួកអាហ្នឹង